សួស្តីប្រិមិត្តដែលតែងតែគាំទ្រ Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីយន្តហោះគ្មានមនុស្សបើករបស់កងទ័ពឥណ្ឌាដែលត្រូវបានកងទ័ពប៉ាគីស្ថានបាញ់ទម្លាក់កាលពីពេលថ្មីនេះនៅក្នុងចំនួនព្រំដែននៃប្រទេសទាំងពីរនៅក្នុងតំបន់កាស្មៀរអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីដ្រូននេះទាំងអស់គ្នា Heron 1 គឺជាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយមធ្យមដ្រូននេះផលិតឡើងដោយប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន Israel Aerospace Industries ហើយប្រទេសដែលមានដ្រូននេះប្រើប្រាស់មានដូចជាកងទ័ពអាកាសប្រទេសអ៊ីស្រាអែលប្រទេសឥណ្ឌាប្រទេសតូគីយេប្រទេសប្រេស៊ីលនិងអាស៊េបៃសង់ចំពោះប្រវត្តិរបស់វាហោះហើរសាកល្បងលើកដំបូងនៅក្នុងឆ្នាំ1994ហើយវាបានដាក់បង្ហាញនៅក្នុងឆ្នាំ2005ចំពោះលក្ខណៈពិសេសរបស់វាមានទម្ងន់ពេលផ្ទុកសពាវុធរួច1150គីឡូក្រាមហើយទម្ងន់ផ្ទុកសពាវុធ250គីឡូក្រាមវាមានប្រវែង 8.5 ម៉ែត្រទទឹងស្លាបទាំងសងខាង 16.6 ម៉ែត្រយន្តហោះគ្មានមនុស្សបើកនេះវាប្រើប្រាស់ម៉ាស៊ីនមួយដែលមាន4ស៊ីឡាំងមានកម្លាំង160គីឡូវ៉ាត់និងមានកម្លាំង210សេះយន្តហោះគ្មានមនុស្សបើកនេះវាមានកង្ហារចំនួន3 Heron 1 វាមានល្បឿន207គីឡូម៉ែត្រក្នុង1ម៉ោងវាអាចហោះប្រតិបត្តិការនៅលើលំហអាកាសបាន52ម៉ោងហើយវាអាចហោះនៅក្នុងរយៈកម្ពស់10គីឡូម៉ែត្រចំពោះការហោះឡើងមានល្បឿន 2.5 ម៉ែត្រក្នុង1វិនាទីស្លាបរបស់វាអាចទ្រទម្ងន់បាន89គីឡូក្រាមក្នុង1ម៉ែត្រការ៉េខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ